ចាជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះផាត់ដាវីថ្ងៃនេះនាងខ្ញុំមកសង្ខេបនៅ Chapter 3 ចា High Quality Classroom Assessment ឬក៏គោលការណ៍នៃការវិតម្លៃក្នុងថ្នាក់រៀនការវិតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់គឺត្រូវបង្កើតឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួនចាដូចជាគោលដៅសិក្សាច្បាស់លាស់និងសមស្របការវិតម្លៃចាប់ផ្ដើមជាមួយនឹងគោលដៅសិក្សាដែលបានកំណត់យ៉ាងច្បាស់លាស់ដែលអាចយល់បានទាំងគ្រូបង្រៀននិងសិស្សចាហើយគោលដៅគឺត្រូវតែសមស្របនឹងការអភិវឌ្ឍស្របតាមស្តង់ដារនិងមានតុល្យភាពលើចំណេះដឹងហេតុផលនិងជំនាញនិងលទ្ធផលសិក្សានិងចរិតលក្ខណៈផងដែរចា៎ចំណុចបន្ទាប់គឺការរៀបចំវិធីសាស្ត្រវិតម្លៃនិងគោលដៅសិក្សាគោលដៅសិក្សាផ្សេងៗគ្នាអញ្ចឹងតម្រូវឲ្យមានវិធីសាស្ត្រវិតម្លៃក៏ផ្សេងគ្នាដែរអញ្ចឹងគ្រូបង្រៀនត្រូវតែផ្គូផ្គងគោលដៅជាមួយនឹងវិធីសាស្ត្រឲ្យសមស្របដូចជាការឆ្លើយតបដែលបានជ្រើសរើសការឆ្លើយតបដែលបានបង្កើតឡើងភារកិច្ចដែលត្រូវអនុវត្តការសង្កេតការសួរសំណួរផ្ទាល់មាត់និងការវិតម្លៃដោយខ្លួនឯងអញ្ចឹងគ្មានវិធីសាស្ត្រតែមួយសមស្របនឹងគោលបំណងទាំងអស់នោះទេចា៎ជាបន្ទាប់គឺសុពលភាពសំដៅទៅលើភាពសមស្របនៃការបកស្រាយការប្រើប្រាស់និងផលវិបាកនៃលទ្ធផលវិតម្លៃអញ្ចឹងវាមិនមែនជាការធ្វើតេស្តខ្លួនឯងហើយមានសុពលភាពទេមិនត្រឹមត្រូវនោះទេចា៎ប៉ុន្តែវាជារបៀបដែលលទ្ធផលត្រូវបានបកស្រាយអញ្ចឹងភស្តុតាងដែលមានសុពលភាពហ្នឹងបានមកពីភស្តុតាងតាក់ទងនឹងខ្លឹមសារដូចជាការយកគំរូតំណាងនៃអ្វីដែលគ្រូត្រូវបានបង្រៀនចំណុចទី2គឺភស្តុតាងតាក់ទងនឹងលក្ខណៈវិនិច្ឆ័យចា៎អញ្ចឹងដូចជាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងវិធានការផ្សេងទៀតនិងភស្តុតាងជាបន្តបន្ទាប់ពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់នៃការរៀនសូត្រនិងការលើកទឹកចិត្តចា៎ចំណុចបន្ទាប់គឺភាពជឿជាក់ឬក៏ភាពជាក់លាក់ហ្នឹងភាពជាក់លាក់ឬក៏ភាពជឿជាក់ហ្នឹងតកតងនឹងភាពស៊ីសង្វាក់គ្នានិងភាពត្រឹមត្រូវនៃពិន្ទុឬថាតើពួកវាហ្នឹងមានសេរីភាពពីកំហុសដូចជាពីកំហុសហ្នឹងតកតងជាមួយនឹងសម្លេងរំខានចា៎អញ្ចឹងពួកវាហ្នឹងមានសេរីភាពទៅលើការរំខានអត់ចា៎ការវិតម្លៃទាំងអស់មានកំហុសមួយចំនួនដែលបណ្ដាលមកពីកត្តាផ្ទៃក្នុងឧទាហរណ៍ថាពាក់ព័ន្ធជាមួយនឹងសុខភាពរបស់គាត់ចាឬក៏ការលើកទឹកចិត្តគ្មានការលើកទឹកចិត្តអីចឹងទៅពាក់ព័ន្ធនឹងការលើកទឹកចិត្តនិងកត្តាខាងក្រៅឧទាហរណ៍ថាគាត់ស្ដាប់សំណួរមិនច្បាស់លាស់ឬក៏បញ្ហាបន្ទុកគ្រូដាក់ឲ្យគាត់អត់ត្រូវតាមចម្លើយដែលគាត់បានឆ្លើយគាត់ត្រូវឲ្យកែឲ្យគាត់ខុសអីចឹងបន្ទាប់គឺគ្រូបង្រៀនគួរតែជៀសវាងការបកស្រាយលើសលប់អំពីភាពខុសគ្នានៃបន្ទុកតិចតួចហ្នឹងចាហើយប្រើប្រាស់ការវិតម្លៃច្រើនដើម្បីបង្កើនភាពជឿជាក់ទៅលើសិស្សបន្ទាប់គឺភាពយុត្តិធម៌ចាការវិតម្លៃត្រូវតែមានភាពយុត្តិធម៌ផ្ដល់ឲ្យសិស្សទាំងអស់នៅឱកាសស្មើៗគ្នាក្នុងការបង្ហាញពីការរៀនសូត្ររបស់ពួកគាត់ហើយរួមបញ្ចូលទាំងការជៀសវាងភាពលំអៀងរបស់គ្រូបង្រៀនទៅលើសិស្សម្នាក់ៗដែរនឹងការវិតម្លៃធានាថាសិស្សនឹងមានឱកាសរៀនអ្វីដែលត្រូវបានវិតម្លៃធ្វើឲ្យការរំពឹងទុកជាសាធារណៈនិងសម្របសម្រួលតម្រូវការពិសេសនឹងអ្នករៀនជាបន្ទាប់គឺផលវិបាកវិជ្ជមានការវិតម្លៃគួរតែលើកកម្ពស់ការរៀនការលើកទឹកចិត្តនិងការណែនាំប្រកបដោយប្រសិទ្ធភាពការវិតម្លៃដែលមានគុណភាពខ្ពស់លើកទឹកចិត្តដល់ការយល់ដឹងស៊ីជម្រៅរបស់ពួកគាត់ការតស៊ូរបស់ពួកគាត់ការប្រសិទ្ធភាពខ្លួនឯងនិងការឆ្លើយតបដោយស្ថាបនាចំពោះកំហុសជាជាងការទន្ទិញឲ្យចាំចា៎ជាបន្ទាប់ការរៀបចំនោះពាក់ព័ន្ធជាមួយនឹងការណែនាំការវិតម្លៃឬក៏ស្តង់ដារចា៎ជាការរៀបចំហ្នឹងគឺជាអ្វីដែលត្រូវបានវិតម្លៃគួរតែស្របនឹងអ្វីដែលត្រូវបានបង្រៀននិងសមស្របជាមួយនឹងស្តង់ដារ
កម្មវិធីសិក្សាផងដែរចិត្តបន្ទាប់គឺភាពជឿជាក់ភាពជាក់ស្ដែងនិងប្រសិទ្ធភាពការវិតម្លៃត្រូវតែអាចធ្វើទៅបាននៅក្នុងថ្នាក់រៀនពិតប្រាកដអញ្ចឹងចំពោះគ្រូបង្រៀនត្រូវតែពិចារណាពីពេលវេលាសិនចាមុននឹងដាក់សំណួរឲ្យគាត់ធ្វើការវិតម្លៃគាត់អីហ្នឹងគឺត្រូវតែពិចារណាទៅលើពេលវេលាទៅលើភាពស្មុគស្មាញទៅលើភាពងាយស្រួលនៃការដាក់បន្ទុកទៅលើការបកស្រាយនិងនៅពេលជ្រើសរើសវិធីសាស្ត្រវិតម្លៃគាត់ការវិតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់ត្រូវតែវាស់វែងការសិក្សារបស់សិស្សបានយ៉ាងត្រឹមត្រូវគាំទ្រការលើកទឹកចិត្តនិងការណែនាំលើសពីនេះទៅទៀតការធ្វើតេស្តគឺសម្រាប់ថ្នាក់ហើយផ្ដោតលើរបៀបដែលលទ្ធផលវិតម្លៃត្រូវបានប្រើប្រាស់និងផលប៉ះពាល់របស់វាទៅលើសិស្សចា៎ការវិតម្លៃថ្នាក់រៀនដែលមានប្រសិទ្ធភាពគឺផ្អែកលើគោលដៅសិក្សាច្បាស់លាស់ការរៀបចំយ៉ាងរឹងមាំរវាងគោលដៅការណែនាំនិងវិធីសាស្ត្រវិតម្លៃនិងការប្រើប្រាស់ឧបករណ៍វិតម្លៃសមស្របឧទាហរណ៍ថាការឆ្លើយតបដែលបានជ្រើសរើសដូចបានបញ្ចូលខាងលើអញ្ចឹងចាអរគុណចាសំទោសឧទាហរណ៍ការឆ្លើយតបនិងការជ្រើសរើសភារកិច្ចអនុវត្តការសង្កេតនិងការវិតម្លៃខ្លួនឯងហើយចំពោះចំណុចស្នូល3ទៀតដែលធានាបាននូវគុណភាពគឺសុពលភាពគឺលទ្ធផលវិតម្លៃត្រូវតែគ្រប់គ្រងការវិតម្លៃការប្រើប្រាស់និងផលវិបាកសមស្របចាមួយទៀតគឺទី2គឺភាពជឿជាក់ភាពជាក់លាក់ហ្នឹងចាអញ្ចឹងបន្ទុកគួរតែស៊ីសង្វាក់គ្នានិងកាត់បន្ថយកំហុសទៅជាសម្លេងរំខានដែលបានបញ្យល់ខាងលើអញ្ចឹងចានិងទី3គឺភាពយុត្តិធម៌អញ្ចឹងសិស្សទាំងអស់គ្នាគឺត្រូវតែមានឱកាសស្មើគ្នាក្នុងការបង្ហាញពីការរៀនសូត្ររបស់ពួកគាត់ដោយគ្មានការលំអៀងនិងមានការសម្របសម្រួលសមស្របចាអញ្ចឹងត្រូវតែមានការសម្របសម្រួលសមស្របទៅលើគាត់ចានេះខ្ញុំសូមអរគុណ